ប្រជាជាតិណាមួយក៏ដោយប្រទេសណាមួយក៏ដោយជាពិសេសប្រជាជនណាមួយក៏ដោយគឺត្រូវការសន្តិភាពមែនទេពុទ្ធរីជាពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅព្រំដែនតាមបន្ទាត់ព្រំដែនបាទគឺខ្ញុំគិតថាពាក្យសន្តិភាពនេះយើងអាចនិយាយបានខ្លីតែមានអត្ថន័យវែងឆ្ងាយស៊ីជម្រៅខ្លាំងមែនទែនពីព្រោះបើសិនជាយើងមានព្រំដែនសន្តិភាពរវាងគ្នានឹងគ្នាប្រទេសជិតខាងគឺគេហៅថាមានទំនាក់ទំនងល្អមួយគ្នាណាមានផលប្រយោជន៍ច្រើនណាស់ទៅវិញទៅមកដែលយើងធ្លាប់ដឹងហ្នឹងណាពេលដែលអត់មានសង្គ្រាមគឺយើងមានទំនាក់ទំនងផលប្រយោជន៍ល្អគ្នាទៅវិញទៅមកចាអញ្ចឹងគឺអ្វីដែលប្រជាពលរដ្ឋខ្មែររដ្ឋាភិបាលខ្មែរចង់ឃើញគឺបង្កើតព្រំដែនសន្តិភាពនេះឲ្យវារក្សាបានយូរអង្វែងមិនអញ្ចឹងព្រោះយើងត្រូវនៅរស់នៅមួយគ្នាបន្តទៀតច្រើនឆ្នាំទៅទៀតបងមិនមែនតែប៉ុណ្្នឹងតជំនាន់កូនចៅយើងច្រើនជំនាន់ទៅទៀតចាធម្មតានៅពេលដែលដូចប្រសាសន៍របស់សម្ដេចតេជោដែលលោកបានលើកឡើងកាលពីមុនក៏ដោយលោកក៏មានប្រសាសន៍ថាមានអ្នកចិត្តខាងល្អហើយអ្នកចិត្តខាងដែលត្រូវគ្នាដូចមានមាសអញ្ចឹងចាអានោះគឺសំខាន់បំផុតហើយមិនថាដូចយើងបានឃើញហើយប្រសាសន៍របស់សម្ដេចធិបតីមិញក៏លោកមានប្រសាសន៍ដែរមែនទេថានៅពេលដែលយើងមានបញ្ហាអញ្ចឹងទៅបងប្អូនដែលជាជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនហ្នឹងគាត់ទៅរស់នៅតាមកន្លែងជំរកជនភៀសសឹកគាត់ពិបាកទាំងសងខាងមិនមែនពិបាកតែកម្ពុជាទេសូម្បីតែខាងភាគីថៃក៏គាត់ត្រៀមតែវិច្ចប្រវត្តិនឹងរត់ដែរព្រោះខ្លាចការបាញ់គ្នាចាអញ្ចឹងទេយើងក៏ចាប់អារម្មណ៍ដែរតាមរយៈអភិក្រមទាំង3ដែលសម្ដេចទឹកដីបានលើកឡើងឥឡូវនេះគឺបានបង្ហាញជាសមិទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់គឺកត់សម្គាល់បែបម៉េចគឺនៅពេលថ្មីនេះតាមរយៈកិច្ចប្រជុំចតុភាគីនៅប្រទេសម៉ាឡេស៊ីដែលមានសហរដ្ឋអាមេរិកចូលមកជាអន្តរាគមន៍ឬសម្របសម្រួលហ្នឹងគឺលទ្ធផលវិជ្ជមានល្អខ្លាំងដែលខ្ញុំអាចនិយាយបានថាជាអ្វីដែលជាការរំពឹងរបស់ប្រជាជនមហាជនខ្មែរយើងចង់បានដូចគ្នាដោយសារតែក្នុងហ្នឹងមានចំណុចល្អៗច្រើនហើយគឺនឹងអាចឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី47នៅប្រទេសម៉ាឡេស៊ីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាខាងមុខនេះហើយហើយកិច្ចប្រជុំកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនេះណានឹងមានលោកប្រធានាធិបតីដូណាល់ត្រាំបានជាអ្នកអន្តរាគមន៍សម្របសម្រួលចុះហត្ថលេខាក្នុងឯកសារនិយាយទៅប្រៀបដូចជាសាក្សីនៅក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនឹងអញ្ចឹងហ្នឹងហើយអញ្ចឹងយើងឃើញថា20នៅសល់តែប្រហែលមិនប្រហែលថ្ងៃទៀតទេអញ្ចឹងយើងរំពឹងខ្ពស់សង្ឃឹមខ្ពស់ថាកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលមានសហរដ្ឋអាមេរិកចូលមកសម្របសម្រួលនេះណានឹងផ្ដល់ជាការអត្ថប្រយោជន៍ទាំងសងខាងថាយើងចុះកិច្ចព្រមព្រៀងហ្នឹងគឺมันមានការបាញ់គ្នាបន្តទៀតប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតបានចាដោយសន្តិភាពចាព្រោះត្រូវការបំផុតគឺប្រជាពលរដ្ឋត្រូវការសន្តិភាពបាទអញ្ចឹងសរុបមកវិញយើងឃើញថាសម្រាប់ព័ត៌មានស្ថានភាពដែលយើងទទួលបានចុងក្រោយនេះគឺជារឿងល្អសម្រាប់ប្រជាជនចាល្អប្រសើរមែនតើនិយាយទៅមិនថាប្រជាជនគេបងគឺមានសន្តិភាពឡើងវិញមានន័យថាអ្វីដែលយើងចង់ឃើញគឺប្រទេសមួយមានសន្តិភាពជាពិសេសគឺការរស់នៅជាប់គ្នាគឺយើងត្រូវការបំផុតអ្នកជិតខាងដែលយល់ពីគ្នាទៅវិញទៅមកហើយដោះស្រាយតាមសន្តិវិធីចា៎បាទអញ្ចឹងទេឥឡូវអ្វីដែលយើងបានទទួលព័ត៌មានពីស្ថានភាពតថភាពជាក់ស្ដែងបច្ចុប្បន្នភាពពីតំបន់ព្រំដែនក៏ដូចជាការវិវត្តថ្មីរវាងកម្ពុជានិងថៃផងដែរយើងសរុបមកវិញយើងឃើញថាវាអាចមានភាពល្អប្រសើរច្រើនហើយយើងក៏រំពឹងថាភាពល្អប្រសើរនេះនឹងវិវត្តកាន់តែល្អពីមួយជំហានទៅមួយជំហានរហូតទៅដល់ការរក្សាឬក៏ត្រឡប់ទៅកាន់ព្រំដែនសន្តិភាពរវាងគ្នានឹងគ្នាឡើងវិញបាទ